ពីជំហានធ្វើឲ្យអ្នកជោគជ័យនៅក្នុងជីវិតទី1កំណត់គោលដៅច្បាស់លាស់ការកំណត់គោលដៅច្បាស់លាស់គឺជាប្រភពនៃបញ្ហាទាំងអស់ដែលយើងក្តោបបានជីវិតត្រូវតែមានគោលដៅបើគ្មានគោលដៅមិននឹងកោះមិននឹងត្រើយគ្មានអ្វីដែលធ្វើឲ្យជីវិតយើងរីកចម្រើនបានទេរស់នៅបានត្រឹមតែរស់នៅត្រូវតែពឹងលើគោលដៅអ្វីក៏ដោយអ្នកមានគោលដៅគឺទៅលឿនជាងអ្នកដែលមិនមានគោលដៅយើងត្រូវជ្រើសរើសមុខជំនាញណាដែលអ្នកស្រឡាញ់ពិតប្រាកដធ្វើជំនាញណាដែលអ្នកចូលចិត្តធ្វើជំនាញណាដែលអ្នកស្រឡាញ់កុំធ្វើជំនាញណាដែលអ្នកគ្រាន់តែធ្វើដើម្បីតែលុយគោលដៅច្បាស់លាស់គឺជារឿងសំខាន់ការងារច្បាស់លាស់គឺជារឿងសំខាន់បើរឹតតែសំខាន់ជាងនោះគឺការងារដែលយើងស្រឡាញ់ធ្វើដោយចេញពីចិត្តយើងមិនចាំបាច់តែខ្វល់ខ្វាយជាមួយនឹងអ្វីទាំងអស់ធ្វើការងារដែលយើងស្រឡាញ់ទោះបីជាធ្វើយូរយ៉ាងណាក៏យើងនៅតែមិនធុញទ្រាន់ទេយើងនៅតែអាចស៊ូទ្រាំបានយើងមិនចាំបាច់តតែបង្ខំទៅធ្វើការងារនោះទេការងារអ្វីក៏ដោយឲ្យតែយើងស្រឡាញ់យើងចូលចិត្តធ្វើវាទៅធ្វើមិនមែនដើម្បីនរណាម្នាក់ទេធ្វើដើម្បីខ្លួនឯងបំពេញសេចក្តីសុខខ្លួនឯងមិនចំពោះនរណាម្នាក់មួយទៀតត្រូវតែកំណត់តម្លៃគ្រួសារថាម៉េចបានចឹងគ្រួសារគឺជារឿងសំខាន់ភាពស្មោះត្រង់គឺជារឿងសំខាន់នៅក្នុងក្រុមគ្រួសារមិនចំពោះតែឪពុកម្ដាយមិនចំពោះតែជីវិតជាប្តីប្រពន្ធនោះទេភាពស្មោះត្រង់គឺជារឿងសំខាន់បំផុតរស់នៅជាមួយគ្នាគឺល្អបំផុតគឺការសំខាន់ការស្មោះត្រង់នឹងគ្នាកាលណាបើយើងមិនស្មោះត្រង់នឹងគ្នាហើយរស់នៅបែបម៉េចក៏វាគ្មានក្តីសុខដែរលួចលាក់គ្នាខាងក្រៅឪពុកម្ដាយគឹបកេងរបស់នេះរបស់នោះលំអៀងតកូននេះកូននោះមិនកើតទេឪពុកម្ដាយបច្ចុប្បន្ននេះធ្វើតែបတ်តែថាស្រឡាញ់កូនស្មើគ្នាតែនៅមានឪពុកម្ដាយខ្លះដែរដែលស្រឡាញ់កូនមិនស្មើគ្នាទេអញ្ចឹងត្រូវតែមានភាពស្មោះត្រង់នៅក្នុងក្រុមគ្រួសារគឺជាគ្រឹះគល់នៅក្នុងសុភមង្គលនៅក្នុងក្រុមគ្រួសារគឺការស្មោះត្រង់មួយទៀតដើម្បីឲ្យយើងរស់នៅមានសុភមង្គលហើយថែមទាំងមាននៅគោលដៅច្បាស់លាស់យើងត្រូវតែចែករំលែករៀនចែករំលែកមិនធ្វើបុណ្យក្តីធ្វើទានក្តីនោះហៅថាចែករំលែកម្លែកហើយក៏ប៉ុន្តែចែករំលែកមួយទៀតដែលអ្នកទាំងអស់គ្នាតែមើលរំលងនោះគឺចែករំលែកនៅគំនិតល្អតម្លៃល្អទៅកាន់មិត្តភក្តិទៅកាន់ក្រុមគ្រួសារមនុស្សជាទីស្រឡាញ់ទៅកន្លែងណាក៏ដោយចែករឿងល្អប្រសើរជាងចែករឿងអាក្រក់ចែករឿងវិជ្ជមានប្រសើរជាងចែករឿងអវិជ្ជមានសង្គមសប្តាហ៍នេះសម្បូរណាស់អ្នកចែករឿងអវិជ្ជមានដូច្នេះយើងត្រូវតាំងចិត្តខ្លួនឯងថាធ្វើយ៉ាងណាត្រូវតែតាំងចិត្តធ្វើជាមនុស្សដែលចែករំលែកនៅអំពើល្អក្នុងសង្គមមិនចែករំលែកនៅភាពអវិជ្ជមានដល់ក្នុងសង្គមទេកុំធ្វើជាដង្កូវរស់នៅក្នុងសង្គមត្រូវធ្វើជាមនុស្សម្នាក់ជាថ្នាំដែលកម្ចាត់នៅដង្កូវនោះនៅក្នុងសង្គមពោពេញទៅដោយរឿងទុក្ខលំបាករឿងទុក្ខសោករឿងអវិជ្ជមានគឺសម្បូរហូរហៀរណាស់យើងត្រូវតែតាំងចិត្តខ្លួនឯងថានឹងធ្វើជាមនុស្សម្នាក់ដែលសាបព្រោះនៅអំពើល្អទៅដល់សង្គមយើងចង់បានសង្គមល្អមិនមែនតតែអាជ្ញាធរថ្នាក់ខេត្តរាជរដ្ឋាភិបាលគាត់កែប្រែទេអ្នកដែលចាប់ផ្ដើមមុនគេគឺខ្លួនឯងមិនមែនអ្នកដទៃទេគឺខ្លួនឯង
សួរតើខ្លួនឯងបានធ្វើអំពើល្អអ្វីខ្លះក្នុងសង្គមធ្វើល្អអីខ្លះដើម្បីសម្រាប់ខ្លួនឯងនេះជាចំណុចដែលយើងត្រូវតែសួរយ៉ាងហើយយើងត្រូវតែរៀបចែករំលែកទី2រៀបចំពេលវេលាឲ្យបានល្អហើយឆ្លាតនៅក្នុងការពេលវេលា50 30 20 50សម្រាប់ការងារនិងការអភិវឌ្ឍការងារមនុស្សគ្មានការងារធ្វើគឺពិបាកក្នុងការរស់នៅក្នុងសង្គមណាតែកាលណាបើពេលវេលាយកទៅចំណាយចោលអត់ប្រយោជន៍ហើយគ្មានការងារហើយគឺចប់ហើយនឹងការអភិវឌ្ឍយកពេលវេលា50នៅក្នុងមួយថ្ងៃរបស់យើងយកចំណាយទៅលើការងារចំណាយទៅលើការអភិវឌ្ឍខ្លួនឯងត្រូវតែអភិវឌ្ឍជាប្រចាំត្រូវតែមានការលូតលាស់ជាប្រចាំថ្ងៃមិននៅដដែលជាដដែលទេអញ្ចឹង50នៃពេលវេលារបស់យើងនេះគឺត្រូវតែជាពេលវេលាដែលល្អពេលវេលាដែលមានន័យហើយចុះ30ពេលវេលា30គឺសម្រាប់គ្រួសារនិងមិត្តភក្តិយើងមិនអាចធ្វើការរហូតដល់ភ្លេចគ្រួសារភ្លេចឪពុកម្ដាយភ្លេចប្តីភ្លេចកូនភ្លេចប្រពន្ធនោះទេមិនអាចបិទបំភ្លេចនៅមិត្តភក្តិថែមទៅទៀតត្រូវតែមានពេលវេលាសមស្របឯណាមួយដើម្បីមកនិយាយគ្នាលេងពិភាក្សាគ្នាលេងសួរសុខទុក្ខគ្នាទៅវិញទៅមកមិនមែនមានពេលចេះតែប្រឹងពីការងារនោះទេពេលវេលាចុងក្រោយនៃការប្រឹងប្រែងរបស់យើងតើយើងបានសល់អ្វីខ្លះអញ្ចឹងយើងត្រូវតែមានពេលវេលាសម្រាប់គ្រួសារគឺជារឿងចាំបាច់មិនអាចចោលបានទេធ្វើការហត់នឿយយ៉ាងណាក៏ដោយធ្វើការទៅកន្លែងឆ្ងាយកន្លែងណាក៏ដោយចូលកុំភ្លេចគ្រួសារគឺជារឿងសំខាន់មិត្តភក្តិគឺជារឿងសំខាន់រស់នៅត្រូវតែមានការប្រស្រ័យទាក់ទងគ្នាទៅវិញទៅមកនេះជា30នៃពេលវេលាហើយចុះ 20% ទៀត 20% នៃពេលវេលាដែលយើងមានត្រូវតែសម្រាប់ខ្លួនឯងមនុស្សគ្រប់រូបត្រូវតែមានពេលសម្រាប់ខ្លួនឯង50សម្រាប់គ្រួសារ30សម្រាប់មិត្តភក្តិហើយនឹង20គឺសម្រាប់ខ្លួនឯងត្រូវមានពេលវេលាសន្តិបកខ្លះមានពេល trip ខ្លះមានពេលបំពេញក្តីសុខឲ្យខ្លួនឯងខ្លះមិនអាចធ្វើការរហូតដល់ភ្លេចខ្លួនឯងនោះទេហើយក៏មិនអាចធ្វើការរហូតដល់ភ្លេចក្រុមគ្រួសារដែរនេះជាចំណុចទី2ទី3ទំនាក់ទំនងយុទ្ធសាស្ត្រនៅក្នុងសង្គមនៅកន្លែងធ្វើការជួយអ្នកដទៃរៀនពីអ្នកដទៃកន្លែងការងារយើងរស់នៅគឺរៀនមិនចេះអស់ទេការងារក៏យើងរៀនពីមនុស្សជុំវិញខ្លួនកុំបោះបង់អ្វីដែលគ្មានចង់និយាយថាមិត្តភក្តិកុំរៀនមើលភាពអវិជ្ជមានទៅលើមិត្តភក្តិច្រើនពេកត្រូវរៀនមនុស្សអាក្រក់ត្រូវតែរៀនអាក្រក់ពីម្នាក់ហ្នឹងមនុស្សល្អត្រូវតែរៀនពីមនុស្សល្អម្នាក់ហ្នឹងមនុស្សអវិជ្ជមានរៀនហើយយើងគួរធ្វើតាមមិនបាច់ធ្វើតាមទេគ្រាន់តែរៀនហើយនឹងដឹងពីល្បិចមនុស្សអាក្រក់កុំឲ្យថ្ងៃក្រោយយើងចាញ់បោកមនុស្សអាក្រក់ទាំងនោះទៀតអញ្ចឹងយើងមិនអាចនឹងបោះបង់អ្វីមួយបានទេត្រូវរៀនត្រូវដឹងរៀនសម្រាប់ខ្លួនឯងមិនមែនសម្រាប់នរណាម្នាក់ទេរៀនដើម្បីការពារខ្លួនរៀនដើម្បីជួយខ្លួនរៀនដើម្បីអភិវឌ្ឍខ្លួននេះឯងគឺជារឿងចាំបាច់នៅក្នុងក្រុមគ្រួសារចែករំលែកអារម្មណ៍និងពេលវេលាជាមួយគ្នានៅខាងក្រៅយើងមិនអាចទៅនិយាយប្រាប់ពីអារម្មណ៍ពិតរបស់យើងបានទេអ្នកដែលយើងអាចនិយាយពីអារម្មណ៍ពិត
គឺគ្រួសារមិត្តភ័ក្តិមនុស្សជាទីស្រឡាញ់ដែលយើងអាចចែករំលែកទៅបានប្រាប់ពីអារម្មណ៍ពិតដែលវាអួនណែនចុកចាប់ក្នុងដើមទ្រូងរៀននិយាយវាចេញមកកុំសង្ងំនៅតែឯងកុំនិយាយគិតតែឯងកុំខ្វល់ខ្វាយតែឯងនិយាយចេញមកឲ្យវាស្លាស់ខ្លះកុំទុករឿងនៅក្នុងទ្រូងច្រើនពេកមនុស្សយើងមិនអាចមានអាយុរហូតដល់ពី300ឆ្នាំទេមិនយូរទេយើងនឹងស្លាប់ជាមិនខានមានរឿងអ្វីយើងមិនតន់ធ្វើវាអស់រឿងខ្លះកណ្ដែងក្នុងទ្រូងណាចង់និយាយត្រូវតែនិយាយរកអ្នកពិភាក្សាក្រុមគ្រួសារឪពុកម្ដាយប្តីប្រពន្ធរបស់យើងកូនរបស់យើងទោះសំតែយើងអាចនិយាយបានពីអារម្មណ៍ពិតនៅក្នុងបណ្ដាញសង្គមយើងត្រូវតែរៀនចែករំលែកអ្វីដែលល្អបទពិសោធន៍ដែលល្អដែលយើងបានទទួលមកចែករំលែកវាទៅយើងមានបទពិសោធន៍បែបយើងចែករំលែកវាទៅណាបន្សល់វាទៅឲ្យមនុស្សជំនាន់ក្រោយបានមើលបានដឹងផងថាតើការឆ្លងលំបាកនៃជីវិតរបស់យើងវាឈានទៅដល់កម្រិតណាធ្លាប់ឆ្លងកាត់អ្វីខ្លះវាទៅដល់ទៅកលៈណាហេតុអ្វីបានជាមនុស្សនៅក្នុងសង្គមយើងមិនហ៊ានចែករំលែកចាំពេលវាលាដល់ណាទៀតយើងត្រូវតែរៀនចេះចែករំលែកអំពើល្អក្តីបទពិសោធន៍នៅក្នុងជីវិតក្តីចែករំលែកឲ្យទាំងអស់គ្នាដឹងឲ្យគេដឹងទី4បង្កើតសញ្ញាណល្អនៅលើបណ្ដាញសង្គមគឺមានន័យថាយើងចែករំលែកចំណេះដឹងពិតប្រាកដកុំទៅបោកភូតភរកុហកអ្នកដទៃទាំងការលក់ដូរទាំងសេវាកម្មមិនបាច់ទៅភូតភរកុហកគេទេគឺយើងត្រូវតែបង្ហាញអ្វីដែលពិតប្រាកដដល់ភ្ញៀវទៅដល់អតិថិជនតាមចរិតពិតនៅក្នុងបណ្ដាញសង្គមយើងកុំទៅសម្ដែងកុំទៅសម្ញែងប្រាប់អ្នកដទៃគ្មាននរណាម្នាក់គេមកចង់ដឹងចង់ឮពីយើងទេណាចែករំលែកទៅអ្វីដែលជាចំណេះដឹងពិតប្រាកដយើងត្រូវតែមានទំនាក់ទំនងវិជ្ជមានជាមួយនឹងអ្នកតាមដាននៅក្នុងបណ្ដាញសង្គមយើងមាន friend ប្រហែលអ្នកត្រូវតែ active គេ comment គេនិយាយលេងគេឆាតលេងយើងត្រូវតែទទួលស្វាគមន៍រស់រាយរាក់ទាក់គេទៅមិនមែនសុទ្ធតែគេចុះមកសុទ្ធតែមានបំណងអាក្រក់ទេដូច្នេះយើងត្រូវតែរៀនទទួលយករៀនគិតអវិជ្ជមានលើមនុស្សអស់ទាំងนั้นរៀនគិតវិជ្ជមានលើមនុស្សទាំងนั้นកុំគិតអវិជ្ជមានច្រើនពេកហើយមួយទៀតកុំភ្លេចបង្កើតនូវមាតិកាណាដែរជួយទៅដល់អ្នកដទៃជួយគេបានដូច្នេះត្រូវតែរៀនចែករំលែករៀនបង្កើតនូវមាតិកាបង្ហាញជួយអ្វីទៅដល់អ្នកដទៃបានយើងត្រូវតែរៀនជួយហើយនឹងចែករំលែកចំណែកឯទី5រក្សាតុល្យភាពជានិច្ចរៀនស្ដាប់ខ្លួនឯងពេលណាត្រូវឈប់ពេលណាត្រូវបន្តស្ដាប់ខ្លួនឯងឲ្យបានច្រើនស្ដាប់អ្នកដទៃខ្លះស្ដាប់ខ្លួនឯងខ្លះមិនមែនអ្វីគ្រប់យ៉ាងតតែអ្នកដទៃមកសម្រេចទើបយើងបន្តទៅមុខទេបានទេមិនមែនទេមិនមែនតតែអ្នកដទៃមកនិយាយទើបយើងឈប់ទេមិនមែនទេត្រូវមានតុល្យភាពសម្រាប់ខ្លួនឯងពេលណាត្រូវឈប់ពេលណាត្រូវធ្វើពេលណាត្រូវប្រឹងពេលណាត្រូវសម្រាកត្រូវតែរៀនយល់ពីអស់ទាំងនោះហើយកុំភ្លេចថាភាពជោគជ័យដ៏ពិតប្រាកដគឺស្ថិតនៅត្រង់សុខភាពផ្ទួនដែលបានកើតឡើងនៅក្នុងជីវិតរបស់យើងសុខភាពនេះភាពសុខសាន្តនេះគឺជារឿងចាំបាច់សុខភាពទ្រុឌទ្រោមហើយมันអាចទៅធ្វើអ្វីបានទេមានលុយ
មានប្រាក់ច្រើនយ៉ាងណាក៏ដោយសុខភាពមិនល្អហើយមិនអាចទៅចាយវាយគឺហាសប្បាយបានទេមានផ្ទះវិឡាស្គមស្កៃយ៉ាងណាក៏ដោយសុខភាពមិនអំណោយផលហើយតរណាទៀតអត់មានទេដូច្នេះអ្វីក៏ដោយដែលយើងត្រូវរៀនត្រូវថែរក្សាគឺសុខភាពរបស់យើងទី6អភិវឌ្ឍជំនាញចម្រុះគឺយើងត្រូវតែរៀនភាសាថ្មីភាសាតំណាក់តំណងភាសាស្វែងយល់អំពីបច្ចេកវិទ្យា AI ថាតើសម័យបច្ចុប្បន្នគេដើរទៅដល់ណាយើងនៅដល់ណាពិភពលោកគេដើរដល់ណាយើងនៅត្រឹមណាយើងមិនអាចនៅដល់ណាទៀតបានទេត្រូវតែទៅមុខចំពោះទៅមុខដើរទៅមុខឈានជំហានទៅមុខពីមួយជំហានទៅមួយជំហានសុទ្ធសឹងតែជំហានជោគជ័យសុទ្ធតែជំហានដែលរឹងមាំសុទ្ធតែជំហានដែលយើងគួរតែពុះពីទៅមុខទៀតមិនមែនជាជំហានដែលយើងត្រូវតែអង្គុយមកកន្លែងទេត្រូវដើរឲ្យទាន់សម្រេចកុំនៅអញ្ចឹងតទៅទៀតក្រោកឈរឡើងធ្វើវាងើបវាអនុវត្តវាចាប់ដើមជួយខ្ញុំទី7ចេះអបអរសាទរក៏ដូចជាដឹងគុណអបអរសាទរនៅភាពជោគជ័យតូចរបស់ខ្លួនឯងរៀនអបអរសាទររៀនដឹងគុណនៅអ្វីដែលយើងទទួលបាននៅក្នុងជីវិតវាតូចក្តីធំក្តីនេះជាកម្លាំងញើសឈាមរបស់យើងពេលវេលារបស់យើងប្រាក់កាក់របស់យើងញើសរបស់យើងស្រក់ដល់ដីទើបបាននៅភាពជោគជ័យបន្តិចបន្តួចនេះមកដល់ខ្លួនឯងដូច្នេះយើងត្រូវតែរៀនអបអរសាទរចំពោះខ្លួនឯងមិនចាំបាច់តតែអ្នកដទៃឯណាគេមកអបអរសាទរជាមួយយើងទេយើងត្រូវតែរៀនអបអរសាទរដឹងគុណនៅអ្វីដែលខ្លួនឯងបានធ្វើហើយយើងត្រូវតែដឹងគុណអ្នកណាដែលជួយយើងគ្រាដែលលំបាកមិត្តភក្តិក្រុមគ្រួសារអ្នកដទៃឯណាក៏ដោយឲ្យតែគេបានជួយយើងលើកតម្កើងយើងចូលដឹងគុណគេទៅបន្តិចក្តីច្រើនក្តីនេះជាតំណាក់តំណងនេះជាអំពើល្អដែលមនុស្សទូទាំងសកលលោកត្រូវតែធ្វើមិនមែនធ្វើគ្រាន់តែធ្វើយកមុខយកមាត់ទេធ្វើគឺធ្វើដើម្បីសម្រាប់បំពេញនៅភាពល្អឥតខ្ចោះរបស់ខ្លួនឯងបំពេញនៅកតញ្ញូកតវិធីសម្រាប់ខ្លួនឯងហើយមួយទៀតយើងត្រូវចែករំលែកនៅភាពជោគជ័យរបស់យើងទៅកាន់អ្នកដទៃចែករំលែកឲ្យគេដឹងឲ្យគេឮវាគ្មានអីខាតទេណាគ្មានអីខាតទេចំណេះដឹងដែលយើងបានមកយើងខំពុះពៀមកយើងចែករំលែកទៅបន្តិចទៀតពិភពលោកនេះនឹងឡើងមានវត្តមានយើងហើយចែករំលែកឲ្យអ្នកទាំងអស់គ្នាបានដឹងបានឮនៅវីដេអូនេះប្រសិនបើអ្នកគិតថាវាពិតជាមានប្រយោជន៍សម្រាប់អ្នកហើយនឹងមិត្តភក្តិរបស់អ្នកសូមអរគុណ